ក្នុងថ្ងៃនេះគឺខ្ញុំធ្វើវីដេអូពាក់ព័ន្ធទៅនឹងការវិភាគដើម្បីចូលផ្សារនៅថ្ងៃទី13ក្នុងថ្ងៃនេះគឺព័ត៌មានដូចជាល្អហើយសប្តាហ៍ក្រោយគឺមាសនឹងអាចមានការកើនឡើងបន្តទៅទៀតដោយមានមូលហេតុមានព័ត៌មាន3ប៉ុន្តែនៅក្នុងវីដេអូនេះរៀងយូរបន្តិចខ្ញុំនិយាយពីចំណុចទី1យើងនិយាយអំពីព័ត៌មានចំណុចទី2គឺយើងរកកន្លែងទីផ្សារដែលវាលោតទៅដល់វាឡើងដល់កន្លែងណាហើយវាចុះនៅកន្លែងណាចំណុចទី3គឺយើងរកកន្លែងទិសដៅផ្សារវាលោតទៅតាម time frame ដែលយើង trade ដែលយើងវិនិយោគហ្នឹងតើនៅក្នុង time frame នីមួយៗគឺយើងត្រូវកំណត់ថាទីផ្សារហ្នឹងត្រូវលោតប្រមាណលេខយើងត្រូវដឹងចំណុចទី4គឺយើងដឹងអំពីលំហូរផ្សារអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនិយាយប៉ុណ្ណឹងហើយបងប្អូនអាចស្ដាប់វីដេអូនេះគឺដល់ចប់បងប្អូននឹងអាចរកកន្លែងចូលផ្សារដោយខ្លួនឯងមិនចាំពិបាកគេដាក់ signal ឲ្យទេអញ្ចឹងគឺយើងអាចនឹងមានប្រសិទ្ធភាពខ្ពស់នៅក្នុងការចូលផ្សារឥឡូវគឺកុំឲ្យខាតពេលខ្ញុំនិយាយអំពីព័ត៌មានចោះព័ត៌មានទី1គឺដែលសំខាន់គឺសហរដ្ឋអាមេរិកបានដាក់ពន្ធទៅលើប្រទេសចិនរហូតដល់ 100% មានន័យថាប្រទេសចិនជាប់ពន្ធទៅលើប្រទេសអាមេរិកនឹងគឺមាន 145% ទៅហើយដែលកាលពីមុនគឺឡើងដល់ 245% ប៉ុន្តែការចរចាមកវិញមកគឺតម្លាក់មកដល់ 145% ទេតែមកដល់ពេលនេះគឺសហរដ្ឋអាមេរិកបានដាក់ពន្ធ 100% មានន័យថាប្រទេសចិនជាប់ពន្ធហ្នឹងគឺ245% ចឹងគឺជាប់ពន្ធហ្នឹងបងប្អូនដឹងហើយថាកាលណាបើសិនជាការដាក់ពន្ធបែបនេះគឺគេហៅថាសង្គ្រាមពាណិជ្ជកម្មគឺមាសហ្នឹងមានការកើនឡើងបន្តទៅទៀតហើយភាគរយធ្លាក់គឺមានតិចណាស់នៅក្នុងការធ្លាក់ចំណុចទី2គឺព័ត៌មានពាក់ព័ន្ធទៅនឹងគេហៅថា government shutdown សំដៅទៅលើកញ្ចប់ថវិការបស់រដ្ឋាភិបាលបានអស់ហើយឥឡូវគឺកំពុងតែការស្នើសុំបណ្ឌការស្នើសុំរវាងគណៈបកប្រជាធិបតេយ្យនិងគណៈបកសាធារណរដ្ឋគឺបើសិនជាជជែកគ្នាត្រូវពាក់ព័ន្ធទៅនឹងដំណោះស្រាយ government shutdown នេះនឹងមានប្រសិទ្ធភាពតែកាលណាបើសិនដោះស្រាយចេញមាននឹងក៏អាចមានការធ្លាក់មកវិញដែរប៉ុន្តែនៅក្នុងសប្តាហ៍នេះដូចជាមើលទៅមិនទាន់មានចម្លើយមួយណាថានឹងដោះស្រាយចេញទេក៏អត់ទេណាគឺចំណុចទីព័ត៌មានទី3ពាក់ព័ន្ធទៅនឹងប្រេងមានការធ្លាក់ចុះអញ្ចឹងកាលណាបើប្រេងធ្លាក់ចុះមាសនឹងគឺចាប់ផ្ដើមកើនឡើងបន្តទៅទៀតព័ត៌មានទាំង3នេះខ្ញុំនិយាយសង្ខេបខ្លីតែប៉ុណ្ណឹងគឺបងប្អូននឹងយល់ថាយ៉ាងម៉េចហើយប៉ុន្តែសរុបមកថាបើសិនជាព័ត៌មាននេះมันមានដំណោះស្រាយមួយណាมันមានដំណោះស្រាយថាធ្វើយ៉ាងណាដើម្បីដោះស្រាយចេញអញ្ចឹងមាសនេះគឺมันអាចធ្លាក់ទេអញ្ចឹងណាគឺมันអាចធ្លាក់នៅដោយចំណុចមួយណាទេបើសិនជាมันបានដោះស្រាយហើយមួយទៀតគឺខ្ញុំនិយាយអំពីទិសដៅផ្សារដែលត្រូវឡើងទៅដល់ណាហើយត្រូវចុះទៅដល់ណាអញ្ចឹងនៅក្នុងសប្តាហ៍ក្រោយហ្នឹងថ្ងៃស្អែកថ្ងៃទី13ហ្នឹងមាសនេះគឺឡើងមុនដំបូងប៉ុន្តែយើងត្រូវតែយកចំណុចកណ្ដាលសិនឧបមាថាតម្លៃមាសនៅក្នុងពេលបច្ចុប្បន្ននេះបើយើងមើលទៅគឺតម្លៃស្ថិតនៅក្នុង4017.18% នៅក្នុងពេលបច្ចុប្បន្ននេះប៉ុន្តែខ្ញុំយកតម្លៃកណ្ដាលគឺ4000ហ្នឹងបើសិនបើមាសនេះឡើងដល់ទៅ50លេខអញ្ចឹងមាសនឹងគឺចាប់ផ្ដើមតម្លាក់ខ្លួនត្រឡប់មកវិញធ្លាក់មកអាចជា10លេខ20លេខអញ្ចឹងទៅហើយបើសិនបើមាសនេះឡើងទៅដល់4060លេខ$4060នៅក្នុងមួយអោនគឺមាសនេះក៏តម្លាក់ខ្លួនត្រឡប់មកវិញអាចជា10លេខ20លេខក៏អញ្ចឹងដែរហើយបើសិនបើឡើងដល់ទៅ4100ចឹងមាសហ្នឹងក៏តម្លាក់ខ្លួនមកវិញដែរណាតែខ្លួនមកអញ្ចឹងទិសដៅផ្សារដែលឡើងទៅដល់ហ្នឹងគឺឡើងមកបែបនេះបើសិនជាឡើងដល់50លេខអញ្ចឹងវាប្រកាសទម្លាក់ខ្លួនមកវិញសិន
ហើយឡើងដល់60លេខក៏តម្លាក់ខ្លួនមកវិញដែរឡើងដល់100លេខ100លេខគឺតម្លាក់ខ្លួនគឺកាន់តែខ្លាំងហើយចំណុចដែលទីផ្សារត្រូវធ្លាក់មកបើសិនបើវាធ្លាក់មក50លេខអញ្ចឹងក៏យើងត្រូវការបាយទៅវិញយើងត្រូវការទិញត្រឡប់ទៅវិញតែបើសិនជាវាធ្លាក់មកដល់60លេខក៏យើងត្រូវការតម្លាក់មកវិញដែរក៏ត្រូវការបាយទៅលើវិញដែរបើធ្លាក់មកដល់100លេខក៏យើងរងចាំបាយមកវិញដែរចំណុចដែលយើងត្រូវរងចាំបាយហើយយើងត្រូវរងចាំបាយនោះចំណុចទី1បើសិនធ្លាក់មកដល់3950ឬក៏3944ចំណុចដែលការពិសាបដាការពីថ្ងៃសុក្រមុននោះធ្លាក់មកដល់3944ហើយបើសិនធ្លាក់មកបន្តទៅទៀតគឺ3850ឬក៏ធ្លាក់បន្តទៅទៀតគឺ3750ជាឱកាសមួយដែលយើងរងចាំបាយឱកាសមួយដែលយើងត្រូវចូលបាយគឺក្នុងកន្លែងហ្នឹងតែម្ដងនេះគឺចំណុចដែលយើងត្រូវចូលផ្សារធំនៅក្នុងរយៈពេលមួយថ្ងៃឬក៏មួយសប្តាហ៍អញ្ចឹងវាមាននៅក្នុងករណីនឹងមួយដែរប៉ុន្តែបងប្អូនការដែលយើងត្រេតមាសបងប្អូនបើសិនជាអាចជិះបានបងប្អូនជិះទៅគឺបងប្អូនត្រេតតែមួយសប្តាហ៍3ថ្ងៃបានថ្ងៃច័ន្ទថ្ងៃអង្គារថ្ងៃពុធតែបើថ្ងៃពហុនិងថ្ងៃសុក្របើសិនបងប្អូនជិះបានក៏ជិះទៅថ្ងៃពហុនិងថ្ងៃសុក្របងប្អូនអាចកំត្រេតក៏ល្អដែរតែបើសិនជាត្រេតក៏បងប្អូនត្រូវតែមើលអំពីកំណត់ stop loss កំណត់ take profit ឲ្យបានត្រឹមត្រូវហើយបើសិនជាយើងចូលចំណេញទៅតាមផែនការហើយបងប្អូនត្រូវតែចាក់ឆ្ងាយអំពីការចូលផ្សារទៅយើងដើរលំហែកាយទៅនេះទៅណោះនាំគ្រួសារដើរលេងសប្បាយទៅយើងកុំឲ្យចូលផ្សារបើសិនជាយើងចូលផ្សារគឺត្រូវប្រយ័ត្នប្រយែងផងចំណុចទី3គឺយើងមើលអំពីទីផ្សារដែលរត់ក្នុង time frame នីមួយក្នុងបទពិសោធន៍ខ្ញុំឃើញថាបងប្អូននៅតែសពេចសពិលនៅក្នុងការដាច់ account នៅត្រង់កន្លែងដែលយើងត្រាក់រយៈពេលថាក្នុង time frame ណាបងប្អូនថាបើសិនជាឃើញមាសចាប់ផ្ដើមឡើងហើយបងប្អូនចាប់ផ្ដើមបាយហើយដល់ពេលឡើងទៅវាមិនពេលដែលយើងចូលផ្សារស្រាប់តែមាសនោះវាធ្លាក់មកដល់5លេខ10លេខ20លេខ30លេខក៏មានដែរធ្លាក់មកហើយបងប្អូនគិតថាមិនបានបងប្អូនចូលផ្សារទៅឃើញវាឡើងហើយបែរជាយើងបាយទៅវាធ្លាក់មកវិញអាហ្នឹងគឺផ្សារដឹងរឿងយើងអត់ណាដឹងរឿងយើងអត់ថាអត់ទេនៅក្នុងអរិយាប័ត្រនេះបងប្អូនទី1បងប្អូនត្រូវតែដឹងពេលដែលមាសគឺចាប់ផ្ដើមកើនឡើងគឺអ្នកដែលវិនិយោគដូចជាធនាគារធំគេចាប់ផ្ដើមបាយទៅប៉ុន្តែពេលដែលធនាគារគេឃើញយើងទូចតាចគេចាប់ផ្ដើមចូលហើយធនាគារហ្នឹងក៏គេចាប់ផ្ដើម take profit គេយកចំណេញបាត់ហើយគេក៏ចាប់ផ្ដើម sell បន្តឃើញមាសមកធ្លាក់មកអញ្ចឹងអ្នកដែលយើងទូចតាចដូចយើងគឺចាប់ផ្ដើម sell ព្រោះវាឃើញធ្លាក់ចាប់ផ្ដើម sell មកចាប់ផ្ដើម sell អញ្ចឹងទៅស្រាប់តែធនាគារឃើញថាមានអ្នកទូចគេចូលផ្សារហើយអញ្ចឹងធនាគារធំគេចាប់ផ្ដើម take profit យកចំណេញអញ្ចឹងទៅមាសហ្នឹងគឺចាប់ផ្ដើមធ្លាក់មកវិញទៀតចាប់ផ្ដើមធ្លាក់វិញអាហ្នឹងគឺអរិយាប័ត្របែបហ្នឹងឯងឬក៏យើងយល់អំពីអរិយាប័ត្រមួយទៀតអ្នកដែលគេចេះបច្ចេកទេសក្នុងការចូលផ្សារគេមើលទៅតាមរូបមន្តអូមកថាពេលដែលទីផ្សារមាសហើយពេលដែលទីផ្សារមាសឡើងហើយតើគេមើលតើវាស្ថិតនៅក្នុងទម្រង់ណាទម្រង់ hammer candlestick ទម្រង់ inverted hammer candlestick ទម្រង់ sorting star ទម្រង់morning star ទម្រង់ evening star ទម្រង់ bullish engulfing ទម្រង់ bearish engulfing ទម្រង់ Marubosu bullish Marubosu ទម្រង់ bearish Marubosu ណាទម្រង់in bullish inside bar ទម្រង់ bearish inside bar តើវាស្ថិតនៅក្នុងទម្រង់ណាបើសិនបើចូលនៅក្នុងបច្ចេកទេសរបស់គេចាប់ផ្ដើមចូលផ្សារហើយពេលដែលដល់កន្លែង take profit គេ take profit យកតែម្ដងតែយើងចាស់តែចូលបាយចូលសារឃើញថាមានតែឡើងហើយយើងចាប់ផ្ដើមបាយមានតែធ្លាក់ហើយយើងចាប់ផ្ដើមsellអាហ្នឹងហើយដែលជារឿងដែលយើងដាច់ account នៅត្រង់កន្លែងហ្នឹងហើយចំណុចទី4គឺចំណុចចុងក្រោយយើងចេះមើលលំហូរផ្សារគឺយើងត្រូវតែដឹងអំពីលំហូរផ្សារ up trend និងលំហូរផ្សារ down trend លំហូរផ្សារ up trend គឺគេគិតនៅចំណុចគេហៅថា previous low ខ្លាំងជាងគេ
ហើយទីលំហdown trend គឺគេគិតនៅ previous high ច្រើនជាងគេឥឡូវ previous low និង previous high យ៉ាងម៉េចបើសិនជាទីផ្សារ down ទីផ្សារ up trend ទីផ្សារវាកើនឡើងគឺគេគិតនៅ previous high គេហៅថាចំណុច support ទី1នោះវាឡើងទៅវាធ្លាក់មកវិញវាឡើងទៅធ្លាក់មកវិញវាឡើងទៅធ្លាក់មកវិញអញ្ចឹងយើងត្រូវតែមើលសិនsupport ទី1ឡើងទៅលើគេឡើងទៅលើទៅធ្លាក់មកវិញបង្កើត support ទី2 support ទី2ឡើងទៅលើទៅធ្លាក់មកវិញវាបង្កើត support ទី3 support ទី3វាឡើងទៅលើទៅធ្លាក់មកវិញវាបង្កើត support ទី4អញ្ចឹងក្នុង support នេះយើងត្រូវក៏មើលតម្រងមួយទៀតតម្រង ABC តម្រង ABC គឺយើងមើលអំពី support អញ្ចឹងទីផ្សារវាចាប់ផ្ដើមឡើងពី support ទី1ហើយវាធ្លាក់មកប៉ះវាធ្លាក់មក support ទី2ណាបើមក support ទី2អញ្ចឹងsupport ទី2នេះបើសិនជានៅក្នុងតម្រង ABC support ទី2នេះគេឲ្យឈ្មោះថាជា A ស្រាប់តែវាឡើងទៅលើទៅវាបង្កើតជា resistance នៅត្រង់កន្លែងនេះគេឲ្យឈ្មោះថា B ហើយស្រាប់តែកន្លែង B ហ្នឹងវាចុះមកក្រោមវាមិនស្មើជាមួយនឹងកន្លែង A នោះទេអញ្ចឹងវាធ្លាក់មកដល់ក្រោមមកទៀតប៉ុន្តែវាមិនផុតទៅដល់កន្លែង support ទី1នោះទេហើយក៏បានវាបង្កើតឡើងទៅលើទៀតអញ្ចឹងគឺឡើងទៅលើទៀតកន្លែងវាធ្លាក់មកក្រោម A ហ្នឹងហើយគេឲ្យថាចំណុច C នេះគឺគេឲ្យយើងរងចាំបាយនៅត្រង់កន្លែងហ្នឹងយើងរងចាំបាយនៅត្រង់កន្លែងហ្នឹងគឺវាអាចកើតឡើងបានហើយយើងអាចចូលបាយទៅមានទំនុកចិត្តនៅក្នុងការចូលផ្សារនឹងឯងសង្ខេបមកវិញបើជាតម្រង ABC support ទី1វាឡើងទៅប៉ុន្តែ support ទី2វាមិនអាចមកប៉ះជាមួយនឹង support ទី1បានទេណាវាឡើងទៅលើទៀតណាឡើង support ទី2បង្កើតទៅជា A ហើយឡើងទៅលើ